សូមជម្រាបសួរកូនៗទាំងអស់គ្នាជាទីស្រឡាញ់ថ្ងៃនេះលោកគ្រូមានមេរៀនថ្មីមួយទៀតទាក់ទងនឹងមេរៀនភាសាអង់គ្លេសថ្នាក់ទី6មេរៀនទី2ណាបាទអញ្ចឹងកូនៗអានតាមលោកគ្រូទាំងអស់គ្នាណាបាទ Unit 2មេរៀនទី2 Telling the time ប្រាប់ពីពេលវេលា A vocabulary វេជ្ជសព្ទពាក្យ Look at the picture listen and repeat ក្រឡេកមើលរូបភាពហើយនឹងស្ដាប់និងអនុវត្តរូបទី1កូន clock សំដៅលើម៉ោងណាបាទ quarter to បានន័យថាខ្វះ15នាទីកូនណាខ្វះ15នាទី how past បានន័យថាពាក់កណ្ដាលបាទ quarter past បានន័យថាលើស15នាទី o'clock បានន័យថា0នាទីបាទ B spelling ការប្រកប spell each word in the box with your partner ប្រកបពាក្យមួយនៅក្នុងប្រអប់ជាមួយនឹងដៃគូរបស់យើង clock ម៉ោង half ពាក់កណ្ដាល o'clock ម៉ោងគត់ quarter 15នាទី past លើសបាទ Please spell the word clock មេត្តានិយាយពាក្យ clock បាទអញ្ចឹងspell ពាក្យមកកូនណា clock I spell clock ខ្ញុំប្រកប C L O C K បាទអញ្ចឹងទៅមុខទៀតកូនបាទអញ្ចឹងដល់ពាក្យថាចំណុច C កូន conversation បានន័យថាការសន្ទនា 1. Listen to your teacher and repeat ស្ដាប់គ្រូរបស់អ្នកហើយនឹងអនុវត្តវា What time is it now? It is 7 o'clock. បាទនៅ clear នេះWhat time does your math class start បានន័យថាម៉ោងប្រហែលដែលគណិតវិទ្យាចាប់ផ្ដើមបាទ It start at 8 o'clock វាចាប់ផ្ដើមម៉ោង8បាទ What time do you have a break at quarter to 9បាទម៉ោង8:45នាទីឬក៏ម៉ោង9ខ្វះ15បាទ What time do you have lunch at 11:30បាទម៉ោងប្រហែលដែលអ្នកញ៉ាំអាហារពេលថ្ងៃនៅម៉ោង11កន្លះបាទអញ្ចឹងកូនទៅមុខទៀតអានតាមលោកគ្រូណា 2. Listen again and practice with your partner ស្ដាប់ម្ដងទៀតហើយនឹងអនុវត្តជាមួយដៃគូរបស់យើងបាទ D. Language focus what time is it បាទ focus ទៅលើម៉ោងប្រមាណ question សំណួរ what time is it បាទសំណួរម៉ោងប្រមាណ answer it is quarter to 10វាគឺម៉ោង10ខ្វះ15នាទី It is quarter past 10ម៉ោង10:15នាទីបាទ A reading 1 read the text My name Nita every Monday I get up at 6 o'clock ខ្ញុំឈ្មោះនីតាជារៀងរាល់ថ្ងៃច័ន្ទខ្ញុំក្រោកម៉ោង6ព្រឹក I have a bus at quarter to 6 I usually arrive at school and clean the classroom at quarter to 7ខ្ញុំមុជទឹកនៅម៉ោង6ប៉ុន្តែខ្វះ15នាទីខ្ញុំជាទូទៅទៅដល់សាលារៀនហើយនឹងសម្អាតថ្នាក់នៅម៉ោង7ខ្វះ15នាទី I rise the flag at 5:7
ខ្ញុំគោរពទង់ជាតិនៅម៉ោង 5 ទៅ 7 I study science from 7 to 8 o'clock ខ្ញុំរៀនវិទ្យាសាស្ត្រពីម៉ោង 8 7 ទៅដល់ម៉ោង 8 I have a break quarter to 8 ខ្ញុំសម្រាកនៅចេញលេងនៅម៉ោង 8:15 នាទី I study math from 8 o'clock to 10 o'clock ខ្ញុំរៀនគណិតវិទ្យាពីម៉ោង 8 ទៅដល់ម៉ោង 10 I study English from 10 to 11 o'clock and go back home at 10 past 11 បាទខ្ញុំរៀនភាសាអង់គ្លេសពីម៉ោង 10 ទៅដល់ម៉ោង 11 ហើយនឹងទៅផ្ទះវិញនៅម៉ោង 11:10 នាទី I have lunch at 11:30 After school I normally help my mother with lunch and dinner I do my homework at 9 before going to bed ខ្ញុំញ៉ាំអាហារពេលថ្ងៃនៅម៉ោង 11 កន្លះបន្ទាប់ពីសាលារៀនខ្ញុំជាទូទៅតែងតែជួយការងារម្ដាយរបស់ខ្ញុំជាមួយនឹងអាហារពេលថ្ងៃនិងល្ងាចខ្ញុំធ្វើកិច្ចការផ្ទះរបស់ខ្ញុំនៅពេលយប់មុនពេលដែលចូលទៅគេងចឹងកូនទៅមុខទៀត 2. Read the text again and answer the question Example បាទឧទាហរណ៍ What time does Nita have breakfast ម៉ោងប្រមាណដែល Nita ញ៉ាំអាហារពេលព្រឹក She have breakfast at 6:30 1. What time does she clean the classroom ម៉ោងប្រមាណដែលនាងសម្អាតថ្នាក់របស់នាងកូនម៉ោងប្រមាណអត់ទៅមើលទៅម៉ោងប្រមាណដែលសម្អាតថ្នាក់នេះកូនណា Clean the classroom at 6:45 What time does she study science It is start from 7 to 8 o'clock What time does she have a breakfast a break ម៉ោងប្រមាណដែលនាងសម្រាកណាកូនម៉ោងប្រមាណ She have a break at 7:45 កូននេះបាទ What time does she go home កូនម៉ោងប្រមាណចាំអត់កូន She go home at 10 past 11 នេះកូនបាទ clear នេះបាទចឹងលោកគ្រូទៅមុខទៀត ចូលដល់ F speaking say the time in the box invert 7 o'clock quarter past 7 half past 7 quarter to 8 7:50 7 past 5 បាទចឹងកូនដាក់ចម្លើយនឹងចូលមកកូនណាបាទ G writing write the time below in the word in your notebook សរសេរពេលវេលាខាងក្រោមចូលក្នុងសៀវភៅរបស់យើងកូនណា How past 6 7 o'clock it is 7 o'clock មកណា It is how past 8 It is quarter to 10 It is 10 to 50 sorry កូន It is 10 past 50 It is 11 past 5 បាទចឹងចូលដល់ចំណុចចុងក្រោយយើងកូនថ្ងៃនេះណា Remember ការចងចាំ clock half past o'clock
time quarter to quarter past បាទ question សំណួរ What time is it Answer It is quarter to 10 It is quarter past 10អញ្ចឹងឃើញតាមមេរៀន Unit 2 របស់យើងបានបញ្ចប់ទៅត្រឹមនេះហើយកូនៗណាជាចុងចាំនេះលោកគ្រូសូមជូនពរកូនៗឲ្យទទួលបានសុខភាពល្អនិងជោគជ័យក្នុងការសិក្សាហើយកុំភ្លេចអានមេរៀន Unit 10 យើងឲ្យបានពីចប់ផងណាសូមអរគុណនិងសូមជម្រាបលា